បាទអញ្ចឹងរបៀបទាញពលាតទៅលើសរសៃប្រសាទមួយទៀតដែលវានៅឧទាហរណ៍ថាយើងមានបញ្ហាស្ពឹកនៅខាងនាងដៃពាក់កណ្ដាលមកខាងកូនដៃអញ្ចឹងយើងស្ពឹកប៉ុណ្ណឹងឬក៏ឈឹបដោយខ្សែភ្លើងឆក់នៅម្ដុំហ្នឹងអញ្ចឹងរបៀបទាញពលាតទៅលើសរសៃប្រសាទហ្នឹងគឺយើងដាក់ដៃចេះហើយបន្ទាប់មកយើងស្មាយើងប្រថេកចេញ90ដឺក្រេដូចគ្នាហើយតបមកយើងដៃយើងបង្វិលចេញឃើញកពូនដៃខ្ញុំបង្វិលចេញកូនដៃបង្វិលចេញហើយតបមកយើងបត់កែងដៃដោយរក្សាស្ថានភាពនឹងអណ្ដាលតបមកយើងមកដាក់នៅចំផ្នែកយើងធ្វើដូចវ៉ែនតាអញ្ចឹងបាទអញ្ចឹងយើងធ្វើអញ្ចឹងមកបាទតឹងអញ្ចឹងយើងចង់ឲ្យសាច់សាត់នឹងតឹងទៀតអញ្ចឹងយើងដៃនឹងបត់កាន់តែខ្លាំងហើយតមកផ្អៀងកកាន់តែខ្លាំងមកខាងផ្ទុយបាទអញ្ចឹងយើងនឹងមានអារម្មណ៍ថាសាច់សាតនឹងចាប់ផ្ដើមតឹងពីផ្នែកខាងនេះមកខាងកូនដៃបើយើងចង់ឲ្យសាច់សាតនឹងវាមានភាពយឺតភាពយាអញ្ចឹងបានន័យថាយើងប្រកាន់ទ្រឹស្ដីដូចគ្នាអញ្ចឹងគឺតឹងលើបធូរក្រោមបាទអញ្ចឹងធូរបាទអញ្ចឹងអាហ្នឹងគឺរបៀបព្យាបាលទៅលើអ្នកដែលគាត់មានបញ្ហារួញទៅលើសរសៃប្រសាទបាទ